បងប្អូននៅក្នុងវីដេអូនេះខ្ញុំបានបដូរទឹកត្រីក្រំខ្ញុំដោយបន្ថែមនៅរុក្ខជាតិមួយប្រភេទដែលគេនិយមដាំនៅខាងមុខផ្ទះហើយក៏គេអាចយកវានឹងមកដាក់នៅក្នុងទឹកផងដែរគឺជារុក្ខជាតិប្រភេទប្រទាលដើមរាសីបងប្អូនឃើញថាត្រីរបស់ខ្ញុំគឺវាចាប់ដើមតុកសិចវាចាប់ដើមឈឺបដាបដាហើយដូចជាឈ្មោល fancy មួយគ្រាប់នេះឃើញថាវាហៅទឹកអត់ទៅមុខទេពួកមហាឆៃនេះក៏អញ្ចឹងដែរឃើញថាវាហែកស្ញប់ខ្ចោបដើម្បីឲ្យត្រីយើងមានសុខភាពល្អឡើងវិញគឺមានតែមួយវិធីសាស្ត្រទេបងប្អូនគឺធ្វើការបដូរទឹកថ្មីដោយទឹកថ្មីដែលខ្ញុំធ្វើការដូរហ្នឹងខ្ញុំនឹងបន្ថែមរុក្ខជាតិដើមប្រទាលនេះនៅក្នុងហ្នឹងដើមប្រទាលហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់មនុស្សយើងណាបងប្អូនបើសិនជាបងប្អូន stress ឬក៏មានបញ្ហាផ្លូវចិត្តផ្សេងៗបងប្អូនអាចតាមដើមប្រទាលនេះបានវាមានអត្ថប្រយោជន៍ជួយបន្សុទ្ធខ្យល់អាក្រក់នៅក្នុងផ្ទះយើងហើយនឹងជួយតុបតែងលម្អផ្ទះយើងបន្ថែមទៀតខ្ញុំឃើញបងប្អូនយើងចិញ្ចឹមត្រីក្រឹមមួយចំនួនគាត់បានប្រើប្រាស់វាសម្រាប់ដាក់ក្នុងកែវត្រីក្រឹមហើយខ្ញុំក៏បានច្នៃវាយកមកដាក់ក្នុងកែវត្រីក្រឹមដែរជាដំបូងខ្ញុំធ្វើការបហូរទឹកយើងហើយខ្ញុំធ្វើការបង់អំបិលទៅក្នុងកធុងដែលសម្រាប់បំបែកទៅក្នុងកំប៉ុងរបស់យើងបងប្អូនខ្ញុំដាក់វាមកក្តាប់ក្នុងទឹក20លីត្រហើយខ្ញុំបានបន្ថែមនៅថ្នាំសម្រាប់ពពួកមេរោគផ្សិតហើយនិងពពួកបាក់តេរីក្នុងទឹកបន្ទាប់ពីធ្វើការរៀបចំទឹកហើយខ្ញុំបានសម្អាតកំប៉ុងយើងហើយលាងជាមួយទឹកដើម្បីសម្អាតអាកាសសំណល់ត្រីសល់ពីមុនហ្នឹងយើងចាប់ផ្ដើមបន្ថែមទឹកក្នុងកំប៉ុងយើងមកល្មមសម្រុំក្នុងកំប៉ុងដែលខ្ញុំធ្វើការដាក់បំបែកត្រីក្រឹមខ្ញុំហ្នឹងគឺមានចំនួន14កំប៉ុងដែលដាក់ពូជមហាឆៃនិងពូជ Galaxy ហើយយើងចាប់ផ្ដើមដើរមើលថាដើមរាសីហ្នឹងមាននរណាខ្លះខ្ញុំចាប់ផ្ដើមយកកបិតហ្នឹងទៅកាត់ពីផ្ទះយាយមកហើយជា10-20ធាងហើយយើងយកលាងទឹកឲ្យស្អាតហើយយើងចាប់ផ្ដើមយកដោតទៅក្នុងកំប៉ុងរបស់យើង15នាទីក្រោយមកយើងធ្វើការប្រឡែងត្រីក្រឹមរបស់យើងដែលបានចាប់ចេញហ្នឹងទៅក្នុងកំប៉ុងវាធម្មតាដោយប្រឡែងថ្នមទៅក្នុងកំប៉ុងជៀសវាងយើងប្រឡែងដោយប្រើដៃធ្ងន់អាចធ្វើឲ្យត្រីយើងអន់បានក្នុងកំប៉ុងជ័ររៀបចំឲ្យអស់ហើយប៉ុន្តែនៅក្នុងទូកញ្ចក់ឃើញថាវាអត់សូវជាស្អាតប្រហែលទេដោយឃើញសភាពទឹកហ្នឹងគឺចាប់ផ្ដើមអន់ទៅខ្ញុំចាប់ផ្ដើមធ្វើការរៀបចំត្រីខ្ញុំដាក់មួយកន្លែងនិងធ្វើការចាប់ផ្ដើមដុតទឹកថ្មីដោយនៅក្នុងទូនេះខ្ញុំបានចិញ្ចឹមពូជជល់ហើយនិងពូជតាំងហើយពូជជល់ខ្ញុំសម្រាប់លក់ហើយសម្រាប់លេងខ្លួនឯងដែរហើយចំណែកពូជតាំងខ្ញុំសម្រាប់ទុកបង្កាត់ហើយនេះគឺជាសកម្មភាពបន្ទាប់ពីដូរទឹកហើយឃើញថាត្រីយើងរហ័សរហួនរូបភាពនេះគឺមុននឹងធ្វើការដូរទឹកគឺត្រី fancy របស់ខ្ញុំគឺតេវាបណ្ដាលមកពីមេរោគក្នុងទឹកនិងការ stress របស់ត្រីដូរទឹកហើយបានរយៈពេល1ម៉ោងឃើញថាសុខភាពត្រីចាប់ផ្ដើមល្អឡើងវិញចាប់ផ្ដើមហែលហើយចាប់ផ្ដើមអួតបងប្អូនត្រូវការត្រីក្រឹមប្រភេទតាំងដូចជា Galaxy ដែលខ្ញុំលក់ជាគូចំនួន15គ្រាប់ឈ្មោះ8និងមេ7ខ្ញុំលក់ក្នុងតម្លៃធូរទេបងប្អូនត្រូវការអាចទំនាក់ទំនងមកខ្ញុំបានហើយប្រភេទជល់នេះក៏ខ្ញុំលក់ដែរដោយមានពពួកលេងធម្មតាហើយនិងពួកល្អភ្លេចប្រាប់បងប្អូនមួយទៀតបើបងប្អូនយកពពួក Galaxy ដែលខ្ញុំក្រុមហើយហ្នឹងចំនួន15គ្រាប់ខ្ញុំនឹងធ្វើការ free សេវាជូនបងប្អូន25ខេត្តក្រុងដោយសាយរបស់វាមាន size S និង S ដកច្របល់ចូលគ្នាចំណែកឯត្រីជល់ខ្ញុំធ្វើការលក់តម្លៃធម្មតាទេបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អសំណាងល្អបើបងប្អូនត្រូវការត្រីអាចឆាតមកខ្ញុំបាន